ៅសួរនាំដឹងរឿងហើយអាជីវករនៅកែបទទួលស្គាល់រឿងតម្លៃតូប$50និងធ្វើកិច្ចសន្យា4ចំណុចនេះនៅថ្ងៃទី9 ខែវិច្ឆិកាឆ្នាំ2025រដ្ឋបាលក្រុងកែបបានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថាអាជ្ញាធរក្រុងបានសហការជាមួយមន្ទីរទេសចរខេត្តកែបបានអញ្ជើញលោកស្រីឆោមកឹមថើយមុខរបរជាអាជីវករលក់ដូរនៅឆ្នេរកែបមកសាកសួរដោយលោកស្រីបានបញ្ជាក់ថាគាត់បាននិយាយប្រាប់ភ្ញៀវឲ្យទៅចតនៅចំណតផ្សេងចំពោះតម្លៃតូបជួល$50គាត់ក៏បានទទួលស្គាល់ថាបានជម្រាបដល់ភ្ញៀវក្នុងតម្លៃនេះពិតប្រាកដមែនក្នុងតម្លៃចរចាប៉ុន្តែបើភ្ញៀវទិញម្ហូបចាប់ពី4មុខឡើងទៅគឺមិនគិតថ្លៃតូបឡើយក្នុងសេចក្តីបំភ្លឺបានបន្ថែមថាចំពោះករណីនេះលោកស្រីឆោមកឹមថើយបានឯកភាពតាមការណែនាំរបស់អាជ្ញាធរក្រុងនិងមន្ទីរទេសចរខេត្តកែបយល់ព្រមធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរនិងសូមសន្យានៅ4ចំណុចដូចតទៅ 1. មិនឆ្លៀតឱកាសដំឡើងថ្លៃឡើយពិសេសថ្ងៃបុណ្យជាតិនិងអន្តរជាតិផ្សេងៗ 2. រក្សាចំណតរថយន្តជាចំណតសាធារណៈ 3. មានបញ្ជីរាយមុខម្ហូបវិក័យប័ត្រឈ្មោះទីតាំងនិងលេខទូរស័ព្ទទំនាក់ទំនងឲ្យបានត្រឹមត្រូវនិង 4. ចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈអនាម័យបរិស្ថាន